មីសួរគ្រឿងសមុទ្រភាគច្រើនជាម្ហូបដែលគេដាក់នៅតាមតុការរសជាតិនឹងបែបរៀងដិតជូរហឹរប្រៃហើយនិងផ្អែមហើយបើសិនជាបងប្អូនចង់ចេះពីវិធីធ្វើញ៉ាំនៅផ្ទះដោយខ្លួនឯងអាចមើលក្នុងវីដេអូនេះបានធានាថារសជាតិនឹងគឺមកចូលជាតិឆ្ងាញ់ត្រូវចិត្តហ្មងចំពោះគ្រឿងផ្សំដំបូងដែលយើងត្រូវការគឺយើងមានជាគ្រឿងសមុទ្រហ្នឹងហើយគឺយើងមានជាបកាហើយនិងមឹកហើយចំពោះមឹកវិញបើសិនជាបងប្អូនវះមកឃើញកមួនសសនៅក្នុងពោះវានឹងមិនមែនជាហួយមិនអីណាបងប្អូនអាហ្នឹងគឺពងរបស់វាហើយមឹកហ្នឹងបងប្អូនចង់យកវាមកឆូតដូចខ្ញុំអញ្ចឹងក៏បានឬក៏កាត់វាកង់ហ្មងក៏បានដែរហើយនៅក្នុងក្បាលរបស់វានឹងមានធ្មេញមានអីយើងសម្អាតឲ្យស្អាតមកហើយចំពោះបកាវិញយើងយកកន្លែងតសៃខ្នងហើយវះវាអញ្ចឹងមកហើយចំពោះផ្នែកសាច់នឹងយើងក៏មានជាសាច់ជ្រូកច្រាមខ្លះដែរនៅក្នុងទឹកដែលយើងដាំដើម្បីស្រោះមឹកហើយនឹងបកានឹងយើងបន្ថែមអំបិលបន្តិចមកហើយក្នុងកំឡុងពេលចាំឲ្យទឹកពុះនឹងយើងមកដាក់ត្រាំមីសួរឲ្យហើយមីសួរគឺត្រាំជាមួយទឹកក្តៅអ៊ុនៗណាបងប្អូនខ្ញុំបានលាយទឹកត្រជាក់ជាមួយនឹងទឹកក្តៅបន្ទាប់មកយើងមកធ្វើទឹកត្រីឲ្យហើយចំពោះទឹកត្រីនេះខ្ទឹមសខ្ទឹមក្រហមគឺខ្ញុំដាក់កិនបញ្ចូលគ្នាខ្ទឹមស4-5 កាពើខ្ទឹមក្រហម4-5 កុំដុំតូចៗម្ទេសដៃនាងបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តហើយក្នុងនោះខ្ញុំបន្ថែមម្ទេសម្លេចំនួន2ផ្លែដែរបងប្អូនដើម្បីឲ្យញាំរបស់យើងវាមានពណ៌ក្រហមស្អាតអញ្ចឹងទៅហើយអីដែលធ្វើឲ្យញាំរបស់យើងកាន់តែមានរសជាតិឆ្ងាញ់គឺជាទឹកប្រហុកបងប្អូនទឹកប្រហុកខ្ញុំដាក់មកកូនវែកតូចហើយលាយជាមួយទឹកត្រីនឹងកន្លះវែកទៀតបន្ទាប់មកខ្ញុំបន្ថែមប៊ីចេង1ស្លាបព្រាកាហ្វេហើយនិងស្ករស1ស្លាបព្រាបាយកន្លះក្រូចឆ្មាយើងច្របាច់វារៀងច្រើនមកណាបងប្អូនគឺយើងយករសជាតិនឹងឲ្យរៀងដិតបន្តិចគឺជូរប្រៃហើយនិងផ្អែមហើយបើសិនជាបងប្អូនណាដែលមានទឹកប្រហុកទេយើងអាចប្រើទឹកត្រីសុទ្ធក៏បានដែរគ្រាន់តែថារសជាតិគឺអត់សូវឆ្ងាញ់អញ្ចឹងណាបន្ទាប់ពីយើងច្របល់វាចូលជាតិរួចរាល់ហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានហើយបន្ទាប់មកយើងមកត្រៀមទឹកត្រជាក់បន្តិចដើម្បីទុកត្រាំមឹកហើយនឹងបកាអញ្ចឹងណាបន្ទាប់ពីទឹកពុះហើយគឺខ្ញុំដាក់ស្រោះមឹកមុនបងប្អូនមឹកហ្នឹងខ្ញុំដាក់ស្រោះប្រហែលជាខ្ទង់30វិនាទីខ្ញុំដាក់បកាចូលមកបន្ទាប់ពីដាក់បកាចូលហើយយើងទុកវា1នាទីទៀតចាំយើងស្រង់ចេញយើងស្រង់ចូលដាក់ត្រាំក្នុងទឹកត្រជាក់បងប្អូនដើម្បីឲ្យសាច់មឹកហើយនឹងបកាហ្នឹងគឺវាឡើងស្រួយយើងដាក់ត្រាំចោលប្រហែលជា5នាទីអីទៅបងប្អូនហើយក្នុងកំឡុងពេលហ្នឹងគឺយើងមកចម្អិនសាច់ជ្រូកនេះយើងចាក់តែទឹកសធម្មតាហ្នឹងបងប្អូនចាក់សាច់ជ្រូកចូលកូរនៅលើភ្លើងបន្តិចមកគឺថារួចរាល់ហើយយើងអត់មានថែមគ្រឿងថែមប្រេងឆាអីណាបងប្អូនហើយមីសួរបន្ទាប់ពីខ្ញុំត្រាំវាខ្ទង់3-4នាទីហ្នឹងវាចាប់ផ្ដើមឡើងទន់អញ្ចឹងគឺខ្ញុំយកវាមកកាត់ជាតសៃមកល្មមអញ្ចឹងទៅប៉ុន្តែមីសួរបងប្អូនលាងទឹកផងត្រាំវាហើយលាងវាមួយទឹកពីរទឹកទៀតមកដើម្បីកុំឲ្យវាមានក្លិនហើយចំពោះផ្នែកបន្លែសម្រាប់យើងធ្វើញ៉ាំមីសួរហ្នឹងគឺខ្ញុំមានដូចជាការ៉ុតខ្ទឹមបារាំងហើយនិងស្ពៃក្តៅពណ៌ស្វាយបន្លែគឺខ្ញុំអត់ដាក់ច្រើនទេបងប្អូនខ្ញុំដាក់មួយមុខបន្តិចអញ្ចឹងណាហើយបើសិនជាបងប្អូនណាដែលចូលចិត្តបន្លែរាងច្រើនក៏ដាក់ច្រើនមុខជាងនឹងក៏បានដែរយើងដាក់វាចូលច្របល់ជាមួយនឹងមីសួរមើលតែវាចូលជាតិស្មើសាច់គ្នាហើយចាំដាក់គ្រឿងសមុទ្រចូលហើយអាម្ដុំសថ្លានេះអានឹងមិនមែនជាហួយទេណាបងប្អូនអានឹងគឺពងរបស់មឹកហើយបន្ទាប់មកហ្នឹងចាំយើងដាក់សាច់ជ្រូកដែលយើងបានច្រាំហើយចាំចាក់ទឹកត្រីចូលទឹកត្រីនេះដំបូងយើងចាក់ខ្ទង់ពាក់កណ្ដាលអីសិនទៅបងប្អូនក្រែងលោវាប្រៃជ្រុលអញ្ចឹងណាយើងច្របល់វា4-5នាទីឲ្យវាចូលជាតិសព្វល្មមហើយបងប្អូនភ្លក់មើលបើសិនជាស្ទើយើងអាចថែមទឹកត្រីទៀតទៅហើយសម្រាប់ទឹកត្រីដែលខ្ញុំបានលេបមកកូនចានចង្កឹះហ្នឹងនិយាយទៅគឺវាល្មមសម្រាប់នឹងញ៉ាំមីសួរមួយចានហ្នឹងហ្មងបងប្អូនបន្ទាប់ពីយើងច្របល់វាឲ្យចូលជាតិសព្វល្មមហើយបងប្អូនអាចភ្លក់មើលម្ដងទៀតបានព្រោះពេលដែលយើងដាក់មីសួរដាក់បន្លែដាក់អីចូលទៅរសជាតិវាអាចនឹងរៀងសាបជាងមុនអញ្ចឹងណាអញ្ចឹងហើយពេលដែលយើងធ្វើទឹកត្រីហ្នឹងរសជាតិយើងយកឲ្យវារៀងមុតបន្តិចមកព្រោះបើសិនជាយើងយកវាមកល្មមញ៉ាំទេពេលដែលយើងលាយជាមួយបន្លែជាមួយនឹងមីសួរអីទៅគឺវាដឹងតែសាបជាងមុនហ្មងបងប្អូនហើយបន្ទាប់ពីយើងថែមថយគ្រឿងត្រូវរសជាតិអស់ហើយចុងក្រោយចាំយើងបន្ថែមជីគ្រប់មុខជាមួយនឹងសណ្តែកដីចូលយើងច្របល់វាតែ4-5 ត្រឡប់បានហើយកុំឲ្យជីរបស់យើងនឹងវាឡើងជាប់អញ្ចឹងណាតែប៉ុណ្្នឹងមកគឺថាញ៉ាំមីសួររបស់យើងនឹងគឺរួចរាល់អាចយកមកញ៉ាំបានហើយអីដែលសំខាន់ជាងគេគឺមីសួរបងប្អូនធ្វើម៉េចកុំឲ្យវាអាលួយព្រោះអីមីសួរតែកាលណាយើងស្រោះឬក៏យើងទុករៀងយូរបន្តិចគឺវាទៅជាអាលួយស្អិតជាប់គ្នាអញ្ចឹងញ៉ាំទៅអត់សូវឆ្ងាញ់ទេអញ្ចឹងហើយតសៃមីសួរនឹងធ្វើម៉េចឲ្យវានៅរៀងស្រស់តសោះល្អអញ្ចឹងទៅហើយសម្រាប់រសជាតិរបស់ញ៉ាំមីសួរនឹងគឺយើងយកឲ្យរៀងដិតដោយដែលខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងរសជាតិនឹងគឺយករៀងជូរប្រៃផ្អែមហើយនឹងហឹរបងប្អូនអាចឲ្យស្រីស្រង់បានតាមចំណង់ចំណូលចិត្តហើយសាច់មឹកសាច់បការបស់យើងពេលដែលយើងបានត្រាំជាមួយទឹកកកអញ្ចឹងទៅគឺថាសាច់វាឡើងស្រួយហ្មងបងប្អូនយើងញ៉ាំទៅគឺច្រប់ឆ្ងាញ់មែនតើហ្មងហើយសាច់ជ្រូកច្រាំវិញបងប្អូនកុំចោលញ៉ាំមីសួរគ្រឿងសមុទ្រពេលដែលយើងបន្ថែមសាច់ជ្រូកច្រាំអញ្ចឹងទៅគឺកាន់តែមានរសជាតិឆ្ងាញ់ថែមទៀតហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ